ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាថ្ងៃនេះផងដែរជួបជាមួយនឹងខ្ញុំបាទភេនម្ដងទៀតហើយដែលនឹងមកនិយាយនៅសាច់រឿងថ្មីដើម្បីចែកជូនទៅកាន់អ្នកទាំងអស់គ្នាស្ដាប់លេងកំសាន្តនាពេលរាត្រីឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាហើយសាច់រឿងនេះផងដែរគឺខ្ញុំបានពីលោកអ៊ំធីដែលគាត់បាននិយាយប្រាប់ខ្ញុំហើយខ្ញុំនឹងលើកយកសាច់រឿងនេះមកចែកជូនអ្នកទាំងអស់គ្នាស្ដាប់ឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងយើងតែម្ដងទៅគាត់ថាអ៊ំធីហ្នឹងគឺគាត់នៅក្នុងភូមិមួយហើយគាត់ទៅស្រែដើម្បីដេកនៅនឹងខ្ទមរបស់គាត់ហ្នឹងដើម្បីចាំបន្លែប្លុករបស់គាត់ដែលគាត់បានដាំទុកហើយបញ្ជាក់គាត់ទៅដេកនេះគឺមិនមែនទៅម្នាក់ឯងទេគឺថាគាត់ទៅទាំងគ្រូសាតែម្ដងដែលមានគ្នាចំនួន4នាក់ប៉ុន្តែកូនគាត់ម្នាក់ទៀតនោះគឺតូចមែនតើណាអាយុមិនថាប្រហែលជា 2-3 ឆ្នាំអីហ្នឹងហើយគាត់ទៅនឹងទៅគ្នា4នាក់ហើយទៅដេកនឹងខ្ទមនៅស្រែហ្នឹងដើម្បីចាំបន្លែចាំប្លុកដែលមានដូចជាននងត្រសក់ល្ពៅបន្លែផ្សេងទៀតដែលគាត់ដាំទុកដើម្បីយកលក់យកលុយដើម្បីប្រកបរបរជីវភាពប្រចាំថ្ងៃរបស់គាត់ហើយនៅនឹងខ្ទមរបស់គាត់ហ្នឹងគឺមិនមែនមានតែបន្លែប្លុកអីផ្សេងទេមានទាំងមាន់មានទាំងឆ្កែហើយឆ្កែនោះគាត់ចិញ្ចឹមដើម្បីចាំខ្ទមចាំអីកុំអោយមានចោមានអីមកលួចមាន់លួចអីចឹងណាដើម្បីកាលណាទីចោឬក៏មនុស្សប្លែកមុខអីចូលមកគឺឆ្កែវាព្រោះហើយបើសម្លឹងមកមើលខ្ទមរបស់គាត់វិញពលគឺមានជញ្ជាំងតែមួយខាងទេហើយនៅខាងក្រោមសិតសឹងថាសុតសឹងតែជាមាន់ដែលគាត់បានចិញ្ចឹមព្រមទាំងឆ្កែដេកនៅខាងក្រោមខ្ទមផងដែរហើយគាត់ថាគាត់ដេករាល់ដងនោះគឺអត់មានអីខុសប្លែកទេប៉ុន្តែថ្ងៃមួយបន្ទាប់ពីមេឃភ្លៀងមួយមេរាំងធំខ្ទង់ម៉ោង3យប់គាត់ស្រាប់តែឮឆ្កែរបស់គាត់បានព្រុសជាកំហុកណាព្រុសជាខ្លាំងអញ្ចឹងហើយគាត់ក៏ក្រោកឡើងដើម្បីសង្ងំមើលថាតើមានចោរឬក៏មនុស្សប្លែកមុខណាចង់មកលួចមាន់លួចទាគាត់ឬបានជាមានឆ្កែព្រុសដូច្នោះបន្ទាប់ពីគាត់អង្គុយមួយស្របក់ធំស្រាប់តែមានភ្លើងមួយដែលកំពុងតែហោះនៅតាមផ្លូវអ្នកទាំងអស់គ្នាហើយគាត់ថាអត់ខ្ពស់ទេភ្លើងនោះទាបមែនតើកម្ពស់ប្រហែលកម្ពស់ក្បាលមនុស្សយើងទេបើសិនជាគាត់មើលមួយឆាវទៅគាត់ស្មានតែមនុស្សកំពុងតែពាក់ក្បាលគោមហើយដើរមករកគាត់ណាព្រោះអីពេលហ្នឹងគាត់គិតថាក្រែងលោមានអ្នកផ្ទះអីគេមកត្រូវការជំនួយឲ្យកន្លែងថាឲ្យគាត់ជូនអ្នកណាទៅពេទ្យទៅអីចឹងទៅព្រោះអីពេលហ្នឹងគឺវាជប់ហើយវាម៉ោង3ទៀបភ្លឺហើយវាចូលថ្ងៃថ្មីទៀតហើយហ្នឹងអញ្ចឹងទៅគាត់ក៏អត់បានចាប់អារម្មណ៍ថាហ្នឹងគឺជាអាបដែរតែគាត់ថាគាត់ចេះតែផ្ទៀងភ្នែកមើលយូរទៅគាត់ប្លែកត្រង់ថាភ្លើងហ្នឹងគឺភ្លឹបភ្លេតហើយវាឡើងចុះវាចុះមកដល់ដីរៀងមកល្មមហើយវាឡើងទៅវិញហើយវាចុះមកដល់ដីហើយវាឡើងទៅវិញហើយសម្ដៅមកកាន់ខ្ទមរបស់គាត់តែម្ដងដល់ពេលគាត់ឃើញអញ្ចឹងតើគាត់នឹកឃើញថាតាមផ្លូវគាត់មកហ្នឹងគឺវាមានកតុកផ្លានកាលណាតែមានកតុកឡានភ្លៀងដើមឆ្នាំដំបូងកែបវាចូលចាត់អ្នកទាំងអស់គ្នាអាទឹកតិចហ្នឹងវាទៅបពូនគ្នាព្រោះហើយវាបង្កើតជាពងជាអីចឹងទៅហើយក៏គាត់គិតថាភ្លើងនេះដូចជាប្លែកចម្លែកត្រង់ថាវាភ្លឹបភ្លែតហើយមើលពីចង្ងាយទៅវាដូចបដូរពណ៌ដល់ពេលគាត់ថាអញ្ចឹងទៅគាត់កំបិតនៅចិត្តដៃរបស់គាត់ហ្នឹងគាត់កាន់ត្រៀមហើយស្រាប់តែមកស្បក់មកសំទុះគាត់ថាស្រាប់តែហោះចូលមកកាន់ខ្ទមរបស់គាត់ផ្លុកអញ្ចឹងគាត់ដៃគាត់សវ៉ាចាប់កំបិតក្រឹបមន់របស់គាត់នឹងចាប់ផ្ដើមប៉ោលឈូឆ្កែព្រុសកាន់តែខ្លាំងហ្មងប៉ោលឈូមន់ប៉ោលជិញឈូគាត់លោតចុះពីលើខ្ទមពុបគាត់ថាសវ៉ាយកកំបិតដេញកាប់ហ្មងអ្នកទាំងអស់គ្នាអាស្បៃនៅក្រោមខ្ទមរបស់គាត់នឹងគាត់ថាគាត់រកឡើងលហែកខ្ទេចព្រឹកឡើងគាត់ទៅមើលទៅអាស្បៃនឹងគឺលហែកខ្ទេចដល់ពេលអញ្ចឹងទៅគាត់ថាអាភ្លើងនឹងហោះចេញពីខ្ទមគាត់ទៅវីវហោះចេញទៅអញ្ចឹងទៅកាត់ទៅស្រែផ្សេងទៅតាមស្រែអញ្ចឹងគាត់ដេញតាមមកឈូអញ្ចឹងហ្មងហើយក្បាលគោមនៅនឹងក្បាលរបស់គាត់ដេញតាមមកឈូគាត់ថាដេញឆ្ងាយពីខ្ទមគាត់ប្រហែលជា500ម៉ែត្រគាត់ថាហើយចិត្តទៅដល់ភ្លើងនឹងហើយប្រហែលចាប់ប្រលួងគ្នាពីស្រែអីចឹងអ្នកទាំងអស់គ្នាគោមគាត់ទៀតធ្វើស៊ីហ្មងវាភ្លើងតិច
vì ở sâu plư khlang tệ hơi cọt thà áp nâng tiệt pe cọt đinh cho tọt đo lưng á luật plương plấp cọt thà lưng ngất chừng mỏng lưng ngọt chừng bạt đập pe bạt những cọt chập đầm cái lệ mờ một còi về nắm á cọt tham mai khơi nó khang còi cọt cọt phơi mong pe nưng cọt thà khơi nó khang còi bọc cọt chập đầm ấy phơi chập đầm ấy miền nà tìm mà play đấy cọt rốt một tuồng cọt với nhá đập pe rốt một tuồng cọt với cọt cọt đạp một buồn đại cọt thà áp nơi cái lấy nụ mạnh vì trâu tuồng trâu lấy dương nữa bây giờ tóc nhẹ từng côn cọt từng ấy nhẹ chập đầm nhẹ đập pe cọt thà mà chụp nâng cửa bàn đê cho hạ pe mong bay mong buồn mong pram mấy nâng cọt bàn đê tì đôi sạc khai về mò mà đòn tiền rồi đập pe chẳng miền nào bực lớn cồn lăng mặt tia tại một đòn này tao này hay do ai pet chu rồi chu ai dân tư bập bôn côn cọt ấy có bắt đây dân từ tại đập pe ông nhóm nâng cọt ở toàn bắt đi cọt nơi chu du dân kề hơi chu du dân kề dân tới còn do tao ở bục quạt chặt tực oi chặt ai chói tới nơi tại bát tiệt to oi pet oi ai chu rồi chu ai đặt thằng nam đã ai tao du mơ tao chết ngay nhầm lưu ôn nhầm vậy tham mơ lần chết ngay tụm rom thì om nhầm chỉ đập về cọt chia dần tới lấy nó cứ cọt lên từ nơi cái lại nung cái đây cọt chọc bài cọt mò nơi không phum nhầm bắt đòn lấy nữa hơi cọt nơi đam từ sọt đam mà nung đam ấy nơi này mà đòn từ hơi phum để cọt ban khơi chụp ấy nó cọt tục cho to mấy ấy nó cứ lên từ nơi nâng cái đây hơi nhầm bật trẻ này từng hiển tịch môn nâng cọt ban khơi nhà nâng hơi á cứ cọt ở tân mà nơi phum nhầm tệ Paul cứ cọt nơi đừng tiệt mai cọt nơi phum mùi nông sẵn tua tại nơi đừng nông du tới cọt có đô mà này mà đón đập bầy ấy bạn đam tờ sọt đam mà nông vịnh hay xảy rừng bọc cọt cứ miền ta bập pan năng tê sự không thành nhẹ được đó này sẽ đạp hơi miền cả bình chất xôm chui chất là subscribe đừng đã sinh nhà cần đăng ở cho mình đẹp mùi phong đập bầy từ tụ bàn video thay tiết pi channel box nhóm á hơi dây men nhóm cứ bây giờ lấy ní cứ chữ cỏ đó bây giờ hay dễ ắt cho ba thế này tao học này cầm tay này tao học này cho chặt tay cho lấy dương cho một căn sạch rương mùi tiết đây chỉ sạch rương rồi bỏ lục dây rồi bỏ nhóm đại quạt bàn chụp phải tung cho nam pi pon mà pay mùi mà pay pi ấy nưng phải chỉ tung cho nam nưng đại quạt bàn từ tia bỏ quạt pi tia mùi nơi chẳng cá tia mùi nơi nông phum còn tay nhưng mà toàn vậy thì bị tia bỏ qua đây chẳng môn đừng đam lời môn hai đại quạt từ đa tơ mau đấy cứ tạm bớt tới viền chạy chạy rừng bao dương đầm buồn nó cứ tha chạy tề mà chạy nhóm cọt miền ở cồn pro miền thà mình nhẹ ấy tề cơ cọt miền trơn hơi cồn pro bỏ cọt để nơi chăm chặt ca để tia nhầm vậy mà nhấn cứ cọt ca lắm cứ cọt anh vậy bạn tham pung pin steel này tao học nè đào lên trơn miền tên đào lên hơi phật ra phật ấy chẳng từ đào về chẳng tới mà cha nhóm cọt khai miền của thằng miền ấy chẳng hay cọt cha tè tật này nuông đã tươn hơi tầm mơ chỉ rưỡi chẳng từ hay rõ đó nó có cọt đơ từ mơ su mà đang một đỉnh nơi mong bên đây nó mò tiệt vinh nơi trôi cả lại đỉnh nơi bữa tha chừng ngay bị tiệt tới chả cá nó vì mình tới ngay ấy tì chừng ngay vì phải chỉ pram rồi bùi mùi rồi mẹ tì dừng đơ thì mà play tại đó là phải pram bùi paleti ấy tại đó là hay có tha đào pe ngay để cọt tờ mơ pu nhóm nứng có tha riêng dục cho đỡ đào pe riêng dục cho đỡ chẳng cọt oi mình bỏ nhóm nó chun cọt tờ chẳng cọt tờ nứng tờ kne pi nè đào pe có tha cọt đờ từ đòn chả cá nứng tôm nơi không chả cá nứng có thả tan khơi pu nhóm màu mèn chẳng hay cọt nơi chàm to để pu nhóm màu bị phật mà bị đờ lên với nhiều bài chẳng cọt tha tầm rom thì màu với nó về chỗ tung màu đập màn đập chẳng giúp tới cọt đờ mà thì với bị nẹt mình nhom cái bà cô mùi cái này bị nẹt miền tại bà cô mùi thì những đờ lừa plei chết vì ở sơ bộ bạ thì hay tam phú cứ miền tiệt nẹt sọc miền ấy chẳng tới hơi cái chập phơi nở mục tiệt kế chẳng ấy tam phơi cái này khá ọt miền tiệt ban về là ngật hay cái này là miền tiệt cứ việc phơi bàn tay cọt đờ một mò chất đọp tiệt về nháy bài gì nư bài mà rối mẹ tiệt bị tiệt nứng các bạn đập tiệt kê đợt tay mùi bàn tay có thà cái lệnh máu khơi nhập vô tiệt dư ngay cần từ thà vì bị chặt bị chỉnh kia trắng này
ហើយក៏នៅមុខទីអាចារ្យខ្ញុំនឹងមានដើមអំពិលធំមួយដល់ពេលកន្លែងដើមអំពិលធំមួយនឹងមីងខ្ញុំគាត់ដូចថាមនុស្សគាត់ដើរមិនមើលទីក្រោមរហូតណាគាត់សម្លឹងមើលលើមើលឆ្វេងមើលស្ដាំអញ្ចឹងទៅក៏ឃើញភ្លើងគាត់ថាភ្លើងដែលហោះមិនដឹងហោះចេញពីតាណាមកទេប៉ុន្តែដោយថាគាត់ប្រទះភ្នែកទៅឃើញអាកន្លែងដើមអំពិលហ្នឹងអញ្ចឹងហើយគាត់សន្និដ្ឋានថាភ្លើងហ្នឹងប្រហែលហោះចេញពីដើមអំពិលហ្នឹងដល់ពេលគាត់ឃើញអញ្ចឹងគាត់ក៏ហៅប្រាប់ម្ចាស់ខ្ញុំថាឲ្យមើលគាត់ថាម៉ែមើលភ្លើងហោះចេញពីដើមអំពិលហ្នឹងកន្លែងកាត់មកផ្ទះយើងហ្មងដល់ពេលម្ចាស់ខ្ញុំមើលទៅគាត់ផ្ទៀងមើលទៅថាភ្លើងហ្នឹងវាទៅឈប់កន្លែងណាវាចូលកន្លែងណាអញ្ចឹងទៅណាដល់ពេលគាត់ថាមើលទៅវាក្បាំងតមោផ្ទះគេដែរដល់ពេលអញ្ចឹងវាពិបាកមើលតែដល់ពេលហុះអាតមោផ្ទះគេហ្នឹងទៅក៏ឃើញហោះទៀតទៅក្បាំងនឹងអាដើមអំពិលមួយទៀតទៅក៏មិនដឹងជាវាចូលកន្លែងណាមិនដឹងវាហោះទៅមុខទៀតក៏មិនដឹងក៏បាត់អាភ្លើងហ្នឹងទៅដល់ពេលគាត់ឃើញអញ្ចឹងទៅមីងខ្ញុំគាត់ភ័យគាត់ខ្លាចណាដល់ពេលម្ចាស់ខ្ញុំថាគាត់ថាមិនអីទេអាភ្លើងហ្នឹងមិនមែនជាភ្លើងព្រាយភ្លើងអីទេប្រហែលជាភ្លើងបរមីបើមិនភ្លើងបរមីទេក៏ភ្លើងអ្នកតាភ្លើងអីដែរមិនមែនជាប្រភេទភ្លើងព្រាយទេព្រោះអីចាស់គាត់ស្គាល់គាត់បែងចែកដាច់មួយណាជាភ្លើងអាល្អមួយណាជាភ្លើងអាក្រក់អីចឹងទៅណាអាហ្នឹងបើសិនជាឲ្យខ្ញុំប្រៀបធៀបបន្ទាប់ពីគាត់បានឃើញភ្លើងដូច្នោះហើយគាត់ក៏ចាប់ដើមបន្ថែមល្បឿននៃការដើររបស់គាត់ហ្នឹងដើរឲ្យលឿនជាងមុនដើម្បីឲ្យឆាប់មកដល់ផ្ទះកុំឲ្យមានអារម្មណ៍មួយថាភ័យខ្លាចអញ្ចឹងទៅព្រោះម្ចាស់របស់ខ្ញុំគាត់ដឹងច្បាស់ណាស់ថាពេលដែលឃើញទស្សនវិជ្ជាបែបនេះគឺភ័យគឺខ្លាចអញ្ចឹងហើយគាត់ក៏បន្ថែមល្បឿនឲ្យកាន់តែលឿនទៀតអញ្ចឹងហើយដល់ពេលគាត់ដើរមកដល់ផ្ទះគាត់ទៅគាត់ក៏ច្បាច់មើលលើដើមអំពិលហ្នឹងក៏មិនមានឃើញអីប្លែកឃើញអីចម្លែកដែរអញ្ចឹងហើយគាត់ក៏ឲ្យមីងខ្ញុំឡើងទៅដេកទៅហើយម្ចាស់ខ្ញុំក៏គាត់ឡើងទៅជាមួយដែរអញ្ចឹងហើយសាច់រឿងរបស់គាត់នេះគឺមានតែប៉ុណ្្នឹងទេហើយឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងមួយទៀតតែម្ដងទៅហើយសាច់រឿងរបស់យើងនេះគឺជាសាច់រឿងរបស់លោកយាយខ្ញុំតដែរទេដែលវាកើតឡើងខ្ទង់ឆ្នាំប្រហែលជា75ឡើងលើអ្នកទាំងអស់គ្នាព្រោះអីគាត់ថាសម័យនោះគឺសម័យគាត់នៅហូបបាយរួមគាត់ដូចថាកន្លែងដេករួមហូបរួមធ្វើការរួមអ្នកទាំងអស់គ្នាអាចនិយាយបានថាសម័យពលពតគាត់និយាយថានៅក្នុងភូមិមួយនោះគឺគេមានកន្លែងដែលសម្រាប់រៀបចំមនុស្សឲ្យនៅជុំគ្នាហើយគាត់ថាគាត់គឺជាអាចនិយាយបានថាអ្នកដែលនៅចាំជួយសង្គ្រោះអ្នកដែលត្រូវរបួសត្រូវអីចឹងទៅគាត់យកមកលាងយកមកអីដើម្បីដាក់ថ្នាំដាក់អីឲ្យជាណាគាត់គឺនៅផ្នែកហ្នឹងគាត់ថានៅពេលដែលម៉ោងគេចាប់ដើមវាយជុងដើម្បីប្រមូលប្រជាជនឲ្យមកញ៉ាំបាយហើយហ្នឹងគាត់ថាស្រាប់តែនៅក្នុងភូមិហ្នឹងអានៅក្បែរផ្ទះបាយហ្នឹងវាមានដើមគេហៅដើមជ្រៃមួយដើមតែអាដើមជ្រៃហ្នឹងគឺមកចង់ឡើងកណាត់ចង់ឡើងលើហ្នឹងវាងាប់ហើយមកកណាត់ចុះក្រោមហ្នឹងគឺវានៅរស់ដោយសារអីខ្ញុំមិនដឹងទេប៉ុន្តែគាត់ថាអានៅខាងកន្លែងកពូលដែលវាងាប់ហ្នឹងណាដូចវាត្រូវបានស្អីរន្ទះបាញ់អីពីមុនមកគាត់មិនដឹងទេតែគាត់ថាវាងាប់មកកណាត់ហើយវានៅរស់មកកណាត់ដល់ពេលគាត់ថានាំគ្នាទៅដួសអីហូបទៅក៏ស្រាប់តែឃើញអាបាតុភូតចម្លែកគាត់ថាមានភ្លើងកំពុងតែឆេះនៅពាក់កណ្ដាលដើមជ្រៃអាកន្លែងងាប់នោះគាត់ថាឆេះឡើងក្រហមឆ្អៅហើយអាផ្កាភ្លើងនោះវាធ្លាក់មកព្រាកដូចអាភ្លើងអស់យើងឆេះដូចមានស្អីមួយឆេះនៅលើអាកាសអញ្ចឹងណាប៉ុន្តែគាត់ថាប្លែកចម្លែកអារម្មណ៍ត្រង់ថាអាអង្កាច់ភ្លើងដែលវាធ្លាក់មកហ្នឹងវាអត់ឆេះដបូលផ្ទះអាដបូលខ្ទមដែលគេនៅខាងក្រោមហ្នឹងពីព្រោះអីអាខ្ទមនឹងដើមជ្រៃនេះគេធ្វើគីគ្នាអ្នកទាំងអស់គ្នាដល់ពេលគាត់ថាវាអត់ឆេះអាខ្ទមហ្នឹងដែលគេប្រក់ស្លឹកអាខ្ទមហ្នឹងគេប្រក់ស្លឹកស្លឹកដែលគេយកស្បូវឬក៏អាដើមស្អីគេទេលឹកវាធំហើយគេយកមកធ្វើជាដំបូលវាអត់ឆេះអាដំបូលនឹងទេដល់ពេលអញ្ចឹងទៅពួកគាត់ឆ្ងល់ថាបើសិនជាភ្លើងយើងវាឆេះវាប្រកាសជាពិតណាស់វាឆេះដល់ទាំងស្បូវដែលធ្វើជាដំបូលនឹងហើយតែអាភ្លើងមួយហ្នឹងគឺវាអត់ឆេះទេហើយមានសភាពក្រហមហើយក្រហមឆ្អៅមែនទេហើយអ្នកដែលឃើញអាភ្លើងនេះមិនមែនតែគាត់ម្នាក់ទេអ្នកដែលមកហូបបាយនៅនឹងទាំងអស់គឺឃើញទាំងអស់គ្នាហើយខ្ទង់ម៉ោង4ម៉ោង5អាពេលថ្ងៃដែលវារៀបលិចអ្នកទាំងអស់ថ្ងៃក្រហមវាកំពុងរៀបលិចអញ្ចឹងហើយគាត់ឃើញអញ្ចឹងទៅនាំគ្នាផ្អើលមកមើលទាំងអស់គ្នាអញ្ចឹងទៅដល់ពេលគាត់ថាគាត់មកមើលគ្នាច្រើនពេក
អាភ្លើងហ្នឹងវាក៏រលត់ទៅវិញហើយម្ចាស់របស់ខ្ញុំហ្នឹងក៏ឆ្ងល់ថាអាភ្លើងហ្នឹងវាជាភ្លើងស្អីព្រោះថាអាភ្លើងហ្នឹងវាចម្លែកវាឆេះសុកវាបែរជារលត់ទៅវិញណាហើយភ្លើងហ្នឹងទៀតសោតវាឆេះងុំអ្នកទាំងអស់គ្នាវាងុំភ្លើងហ្នឹងឆេះងុំហើយផ្កាភ្លើងរបស់វាធ្លាក់ពព្រាកតែអត់ឆេះវល់ស្បូវទេឆ្ងល់អញ្ចឹងណាហើយណាមួយទៀតអានៅកន្លែងដើមជ្រៃហ្នឹងវាអត់ដែលលងបន្លាចអីទេអ្នកដែលគាត់ក្រោបទៅដាំស្លដាំអីអត់ដែលថាមានព្រាយបិសាចអីមកលងបន្លាចអីទេអញ្ចឹងទៅក៏ចេះតែឆ្ងល់មិនដឹងថាជាភ្លើងអស់ឬក៏វាជាភ្លើងព្រាយហើយក៏សាច់វីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងទេហើយសង្ឃឹមតែអ្នកទាំងអស់គ្នាស្ដាប់ហើយមានការចូលចិត្តកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតនៅវីដេអូចែកជូនអ្នកទាំងអស់គ្នាស្ដាប់លេងកម្សាន្តបន្តទៅមុខទៀតជួបគ្នានៅវីដេអូក្រោយ